បាទសូមគោរពជម្រាបសួរលោកស្រីអ្នកនាងកញ្ញារៀមច្បងបាទសិស្សានុសិស្សដែលជាអ្នកចូលចិត្តបាទសិក្សារៀនសូត្រភាសាជប៉ុនទាំងអស់បាទជាទីគោរពស្រឡាញ់ខ្ញុំបាទញឹកចម្រើនជាអតីតសិស្សចំនួនទី1បាទនិងជានាយកសាលាវិទ្យាសាស្ត្រតៃបាទបច្ចុប្បន្នទីផងដែរបាទមានកិត្តិយសសូមគោរពបាទជូនដំណឹងដល់បាទលោកស្រីអ្នកនាងកញ្ញាទាំងអស់សិស្សានុសិស្សទាំងអស់បាទដែលមានចំណាប់អារម្មណ៍ចង់សិក្សាភាសាជប៉ុនវគ្គ2ឆ្នាំពេញមកនៅសាលាវិទ្យាសាស្ត្រតៃម៉ាក់នឹងចាប់ផ្ដើមជ្រើសរើសបាទសិស្សថ្មីបាទចំនួនទី20បាទចំនួនទី20ចាប់ពីពេលផ្សាយដំណឹងនេះតទៅបាទសូមរួសរាន់បើដាក់ពាក្យចុះឈ្មោះទាំងអស់គ្នាឲ្យបានទាន់ពេលវេលាហើយចូលរៀនឲ្យបានទាន់ពេលវេលាទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណសូមជម្រាបលា